សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វគ្គបន្ទាប់នៃសាច់រឿងល្បឿន20បន្ទោលដោយសមឯដងអញ្ចឹងមុននឹងការចាប់ផ្ដើមសាច់រឿងរបស់យើងដែរគឺខ្ញុំចង់ឲ្យអ្នកជួយ Subscribe មកលើ Channel របស់ខ្ញុំផងជា Comment ជា Like ផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំដែរតោះទៅតាមអ្នកនរគ្នាថាតើសាច់រឿងបន្តនឹងទៅជាយ៉ាងណានៅពេលដែលមានថាកំពុងហោះជុំវិញផ្ទះជីវូហើយលោកឯកនឹងជីវូនោះដែរក៏បានបន្តដំណើរចេញទៅខាងក្រៅដើម្បីស្វែងរកឆ្មាបិសាចនោះរឿងរបស់យើងបានកាត់មកដល់ទីក្រុងនេះដែរនៅពេលដែលជីវូនិងលោកកៃដិនបានបន្តដំណើរកំពុងស្វែងរកឆ្មាបិសាចនោះនៅតាមដងផ្លូវពីផ្លូវមួយទៅផ្លូវមួយហើយយើងក៏បានឃើញថាជីវូរបស់យើងបានប្រើល្បឿនរបស់គាត់នឹងគឺលឿនមែនទែនជីវូរបស់យើងក៏បន្តដំណើររត់នៅក្រោមពន្លឺអំពូលភ្លើងនៅតាមដងផ្លូវនៅពេលយប់ពីផ្លូវមួយទៅផ្លូវមួយគឺប្រើល្បឿនលឿនមែនទែនហ្នឹងហើយក្នុងពេលនោះដែរលោកកៃដិនក៏បាននិយាយទៅកាន់ជីវូថាតាមឡំទីរបស់ឯងឥឡូវនេះហើយនៅពេលដែលឯងបានប្រយុទ្ធជាមួយអាឆ្មានោះគឺវាល្អមែនទែនហើយយើងច្បាស់ណាស់ថានោះវាគឺជាសមត្ថភាពនៃការបម្លាស់ទីរបស់ឯងហើយវាក៏ដូចជាអ្នកផ្សេងដែរដែលនឹងអភិវឌ្ឍសមត្ថភាពនេះនៅពេលដែលក៏ដល់ឆាប់នេះរាជូនៅវិញនៅពេលបានលើសម្ដីលោកកៃដិនហើយក៏បាននិយាយទៅវិញថាខ្ញុំយល់ថាសមត្ថភាពនៃការបម្លាស់ទីរបស់ខ្ញុំនោះគឺកាន់តែប្រសើរឡើងក៏ប៉ុន្តែថាសមត្ថភាពអ្នកផ្សេងហ្នឹងដែលលោកកំពុងនិយាយហ្នឹងតើវាយ៉ាងម៉េចទៅហើយលោកក៏បាននិយាយអំពីវាហ្នឹងមុននេះបន្តិចដែរហើយលោកឯនោះក៏បាននិយាយទៅជីវវិញថាផ្នែកណាមួយនៃរាងកាយរបស់ឯងដែលទទួលបាននៃការប៉ះទង្គិចរបស់ចលនារបស់ឯងនោះនឹងបន្តការអភិវឌ្ឍហើយវាដូចជាប្រព័ន្ធនៃប្រសាទនិងការយល់ដឹងរបស់ឯងអញ្ចឹងដូច្នេះយើងអាចសន្មតយ៉ាងច្បាស់លាស់ថាឯងកំពុងតែអភិវឌ្ឍនៃសមត្ថភាពនៃការបម្លាស់ទីរបស់ឯងហ្នឹងទាំងអស់ហើយនៅពេលនេះនឹងអស់គ្នាបានឃើញចឹងគឺលោកឯដែលបានដាក់រូបហើយយើងអាចឃើញថានៅពេលដែលជីវធ្វើចលនានោះគឺដៃហើយជើងរបស់គាត់នោះគឺកំពុងតែថាបង្កើននូវសមត្ថភាពរបស់វាដែលលោកឯនឹងបន្តនិយាយជាមួយជីវទៀតថាហើយវាមិនមែនត្រឹមតែជាឯងនោះទេអ្នកដែលមានសមត្ថភាពផ្សេងទៀតនោះក៏ពង្រឹងសមត្ថភាពគ្រឿងកាយរបស់គេដោយការអភិវឌ្ឍនៃសមត្ថភាពរបស់គេដែលតកតទៅនឹងសមត្ថភាពដែលគេមាននៅក្នុងខ្លួនរបស់គេផងដែរហើយជួនឆ្លើយទៅវិញដែរថាអូខ្ញុំតន់ហើយហ្នឹងហើយលោកឯហ្នឹងក៏មិនបាននិយាយទៀតដែរក៏បានប្រាប់ជីវថាអូបត់ឆ្វេងហ្នឹងហើយជួនរបស់យើងបានបត់ឆ្វេងតាមលោកឯហ្នឹងផងដែរហ្នឹងហើយរឿងរបស់យើងក៏បន្តនៅសកម្មភាពរបស់ជីវកំពុងតែរត់គឺមានល្បឿនលឿនមែនតើថ្ងៃបត់ឆ្វេងបត់ស្ដាំគឺបន្តទៅមុខទៀតដើម្បីស្វែងរកឆ្មាបិសាចនោះដែរព្រមនោះដែរលោកឯងក៏បានចាប់ផ្លឹកនៅរឿងមួយដែរហើយបានសួរជីវថាតើឯងបានប្រើសមត្ថភាពរបស់ឯងហ្នឹងតើរយៈពេលយូរប៉ុណ្ណាហើយហ្នឹងហើយរីជីវរបស់យើងក៏លើហើយក៏រៀងភ្ញាក់ផ្អើលខ្លួនឯងដែរហើយបាននិយាយទៅកាន់លោកកែដិនថាខ្ញុំបានប្រើវាមុននឹងបន្តិចប៉ុន្តែគិតមើលទៅប្រហែលជា2-3ម៉ោងមុនហើយក៏ប៉ុន្តែខ្ញុំទាយថាប្រហែលជាត្រឹម2-3នាទីមុននោះទេដូច្នេះបើសិនជាខ្ញុំប្រើវានៅក្នុងរយៈពេលខ្លីម្ដងហើយម្ដងទៀតអញ្ចឹងខ្ញុំអាចប្រហែលជាប្រើវា2ដងលោកឯងដល់ពេលលើហើយក៏បាននិយាយថា2នាទីហ្នឹងហើយគឺគាត់អត់មានថាអត់ច្បាស់ទេយាយជូក៏បន្តសួរគាត់ទៅវិញថាតើខ្ញុំគួរទៅណាទៅតបទៀតហ្នឹងហើយលោកឯងបន្តនិយាយទៀតថាបន្តដំណើរទៅមុខទៀតទៅហើយជីវូក៏បន្តសួរទៅវិញទៀតថាតើលោកអាចប្រាប់បានដោយរបៀបណាទៅលោកឯងហើយលោកឯងបានឆ្លើយទាំងងាយៗទៅវិញថាយើងគាត់ថាទៅហើយកំឡុងពេលដែលពួកគេកំពុងតែរត់នោះលោកឯងក៏បានចាប់ផ្លឹកឃើញនៅធម្មពលមួយដែលចេញពីទីតាំងមួយនោះដែរហើយលោកឯងក៏បាននិយាយទៅកាន់ជីវូថាបើសិនជាខ្ញុំគិតមិនខុសនោះទេពេលបតាហេតុនៅលើឆ្មានោះគឺកើតចេញពីអ្នកដែលមានធម្មពលពិសេសហើយយើងគិតថាអាឆ្មាពិសេសនោះគឺកំពុងតែរត់ទៅរកអ្នកដែលដាក់ធម្មពលទៅលើវាហើយហ្នឹងហើយធ្វើឲ្យជីវូនោះគឺរៀងឆ្ងល់មែនតើហើយបាននិយាយទៅកាន់លោកឯងថាម៉េចចឹងអ្នកដែលមានសមត្ថភាពផ្សេងហ្នឹងដែលលោកឯងបាននិយាយមុននឹងតិចមែនដែលលោកឯងបានឆ្លើយទៅជីវវិញថាត្រូវហើយចឹងឯងតែត្រៀមខ្លួនទៅហើយហ្នឹងហើយអ្នកនរគ្នាគឺពីអ្នកគាត់ហ្នឹងនិយាយបដារត់បដាបើសិនជាខ្ញុំមិនដឹកខ្យល់ប៉ាត់ហ្នឹងហើយយើងមកមើលសាច់រឿងយើងបន្តទៀតវិញហើយសាច់រឿងរបស់យើងបានកាត់មកខាងឆ្មាវិសាចនេះដែរគឺនៅក្រោមពន្លឺពូភ្លើងតាមផ្លូវមួយដែរគឺឃើញបងរំរបួសសត្វឆ្មានោះដែរគឺលាក់ដោយឈាមហើយបានរបូតចេញពីឆ្មានោះដែរហើយមួយសន្ទុះក្រោយក៏យើងបានឃើញឆ្មានោះដើរចេញពីជ្រុងមួយនៃផ្លូវដែលវាដើរមករៀងទ្រុឌទ្រោមតិចហើយដោយសារវាត្រូវរបួសហើយជីវូរបស់យើងដាក់មួយដៃស៊ីមួយស៊ុបពើកំឡុងពេលសត្វឆ្មានៅកំពុងតែដើរនោះក៏មានឮសំឡេងនិយាយថាវាគឺជាឯងឃើញឯងដើរមកទីនេះបន្ទាប់ពីបានឮនៅនៃការបញ្ជារបស់យើងហ្នឹងហើយរឿងរបស់យើងបានបង្ហាញនៅតួអង្គថ្មីមួយទៀតដែរដែលគេមិនបានបង្ហាញមុខទេគឺចេញស្មៅខ្មៅខ្មាក់ហើយមើលនោះក៏បាននិយាយទៅកាន់ឆ្មានោះថាយើងឆ្ងល់ដល់ហើយតែមានរឿងអ្វីកើតឡើងទៅឯងមើលទៅគឺមិនដូចពីមុននោះទេដែលវាខុសពីការរំពឹងទុករបស់យើងហើយមើលទៅឯងនោះគឺមិនអាចឈរបាននោះទេ
ឯមើលទៅគឺមិនអាចគេចផុតពីទ្រង់ពិសេសបាននោះទេបើសិនជាឯងស្ថិតនៅក្នុងស្ថានភាពបែបនេះរីឯឆ្មាបិសាចនោះដែរគឺបានតែបបផ្នែកធំធំដែលយើងមិនដឹងថាក្នុងចិត្តឬក៏វាចង់និយាយអ្វីនោះទេហើយរំពេចនោះដែរក៏ចេញវិញ្ញាណនៅភ្នែកមួយគឺភ្នែកឆ្មាបិសាចដែលវាសម័យទៅដល់ទីតាំងមួយដែលឆ្មាបិសាចនោះកំពុងតែស្ថិតនៅគឺនៅក្នុងទ្រង់ដែលមានបរិសម្នាក់បានសម្លឹងមើលវាដែលធ្វើឲ្យវាភ័យខ្លាចមែនទែនហើយបរិសនោះដែរដែលយើងបានឃើញដែលចាប់ឆ្មានៅក្នុងទ្រង់នោះគឺបង្ហាញរូបពិតរបស់ខ្លួននៅក្នុងបច្ចុប្បន្នភាពរបស់គាត់ដែលគាត់កំពុងតែមើលឆ្មាបិសាចនោះនៅក្នុងស្ថានភាពមានរបួសហ្នឹងហើយបរិសដែរគឺរៀងចាស់តិចហើយមុខរៀងចាស់តិចហើយតែសក់លយនឹងអ្នកនរគ្នារឿងនេះដែរគឺសូមចប់ទៅក្នុងសារអ្នកនរគ្នា admin អត់សួរខ្លួនទេគឺផ្ដាសាយហើយម្លងពេលដែលចុះខេត្តជានេះគឺផ្ដាសាយយើងញឹកទីហើយជាប់រហូតនឹងអ្នកនរគ្នាសូមឲ្យអ្នកនរគ្នាបានរីករាយនៅវគ្គថ្មីនៃសាច់រឿងរបស់យើងដែរហើយចាំជួបគ្នានៅវីដេអូវគ្គបន្តទៀតដែរអរគុណច្រើនបាយបាយ